បាទសួស្តីអ្នកសិក្សាទាំងអស់គ្នាបាទបន្ទាប់អំពីខ្ញុំបានខកខានបាទស្រាវជ្រាវផលិតជាវីដេអូចែកចាយជូនបងប្អូនដែលអ្នកសិក្សាទាំងអស់គ្នាដែលមានបំណងចង់ប្រឡងបាទមន្ត្រីក្របខ័ណ្ឌនានាបាទក៏ដូចជាគ្រូកិច្ចព្រមព្រៀងការងារឬក៏បាទមន្ត្រីសិស្សមន្ត្រីក្រុមការនានាបាទចឹងដែរថ្ងៃនេះដោយសារតែខ្ញុំបាទមានការអង្កេតឃើញបាទនៅវិញ្ញាសាដែលតាក់ទងជាមួយនឹងផ្កាស្លា3បាទដែលតាមទំនៀមទម្លាប់បាទវិធីរៀបមង្គលការរបស់ខ្មែរយើងហើយក៏មានការចេញជាសំណួរបាទជ្រើសរើសបាទពហុចម្លើយផងដែរបាទសម្រាប់មន្ត្រីក្រុមការហើយនឹងការប្រឡងចេញគ្រូកិច្ចព្រមព្រៀងចំនួនទី1បាទព្រមព្រៀងការងារចំនួនទី1និងសិស្សក្រុមការចំនួនទី12យើងថ្មីនេះបាទដូច្នេះខ្ញុំបាទក៏បានអាននៅ comment បេក្ខជនបេក្ខនារីរបស់យើងអ្នកសិក្សាមានការភ្ញាក់ផ្អើលស្រឡាំងកាំងមែនទែនដោយសារតែអ្នកខ្លះប្រហែលជាឆ្លើយត្រូវឬក៏ខុសយ៉ាងណាបាទដោយសារតែគាត់មិនទាន់បានឆ្លងកាត់ដល់វ័យរៀបការបាទឬក៏គាត់មិនទាន់បានរៀបការបាទតែគាត់មិនទាន់បានរៀបការគាត់ថាធ្វើមិនដឹងទៅបើគាត់មិនទាន់បានរៀបការផងនោះបាទឥឡូវខ្ញុំបាទនឹងចែកជូនបាទសេចក្តីអត្ថាធិប្បាយឬក៏ប្រវត្តិដើមចំនៃផ្កាស្លា3ហ្នឹងគឺមានដើមកំណើតចេញពីណាបាទដូច្នេះសូមតាមដានជាមួយនឹងខ្ញុំបាទដូចតទៅបាទអញ្ចឹងប្រវត្តិផ្កាស្លា3នេះគឺមានដើមកំណើតចេញពីបាទរឿងទំនៀមផ្កាស្លា3បាទផ្កាស្លា3ដែលមានកុមារ4នាក់បាទជាបងប្អូននោះបាទដូច្នេះយើងរីករាយទស្សនានិងតាមដានសម្ដាប់នៅប្រវត្តិរឿងនេះដូចតទៅហេតុអ្វីបានជាមានផ្កាស្លា3បាទដោយបងប្អូនឃើញអ្នកសិក្សាឃើញនៅក្នុងរូបនេះមានផ្ទឹមយើងមានផ្កាស្លាមានកូនកន្លះកូនក្រមុំកាន់បាច់ផ្កាស្លាហ្នឹងគឺតំណាងឲ្យអ្វីដែរបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយើងចូលទៅដល់សាច់រឿងតែម្ដងហើយសម្រាប់បងប្អូនដែលមកទស្សនាថ្មីបាទអ្នកសិក្សាដែលមិនទាន់បានចុច like subscribe និងសូមជួយ like subscribe ដល់ខ្ញុំបាទផងបាទការដើមឡើយរឿងព្រេងនេះគឺជារឿងព្រេងខ្មែរដែលស្ដែងអំពីប្រវត្តិផ្កាស្លា3គឺជារឿងបាទនិទានដ៏ល្បីមួយដែលពន្យល់អំពីដើមកំណើតនៃប្រពៃណីទំនៀមបាទទម្លាប់នៅក្នុងមង្គលការខ្មែររបស់យើងដែលសំខាន់បាទហើយរឿងនេះមានច្រើនសម្ដែងអំពីប្រាជ្ញានៃសម័យខ្លួននិងការបង្កើតនៅនិមិត្តរូបប្រកបដោយបាទអត្ថន័យបាទអញ្ចឹងរឿងហ្នឹងមានដំណើរដើមតងដូចតទៅនេះបាទមានកុមារ4នាក់បាទដែលបានទៅរៀនសិលសាស្ត្រជាមួយនឹងអាចារ្យទីសាប៉ាម៉ោកបាទរហូតដល់រៀនបានចេះចប់សពគ្រប់គ្នាបាទពួកគេម្នាក់មានជំនាញខុសៗគ្នាបាទដូចជាកុមារម្នាក់ចេះហោរាសាស្ត្រមានន័យថាគាត់ចេះទាយបាទចេះទស្សន៍ទាយបាទពីជោគជតារាសីពីអនាគតចឹងណាបាទហើយម្នាក់ទៀតគឺគាត់ចេះបាញ់ធ្នូនិងស្នាបាទគាត់បាញ់ត្រង់ណាស់មិនថានៅចម្ងាយណាទេឲ្យតែគាត់មើលឃើញគឺគាត់អាចបាញ់ត្រូវតែម្ដងបាទម្នាក់ទៀតចេះជាមួយទឹកបាទគឺគាត់មានសិលសាស្ត្រជាមួយទឹកបាទមុជទោះបីទឹកជ្រៅទឹកសមុទ្របោករលកយ៉ាងណាក៏គាត់អាចទៅមុជយកបានដែរបាទហើយនឹងម្នាក់ទៀតចេះរបៀបប្រោះធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាទខ្ញុំជឿថាបងប្អូនយើងប្រហែលជាអាចអ្នកខ្លះអ្នកសិក្សាខ្លះគាត់អាចបានអានរឿងព្រេងតាមនៅបណ្ណាល័យណាបណ្ណាល័យកាត់ថ្នាក់ពីថ្នាក់បឋមសិក្សាតាមខ្ញុំចាំបានគឺខ្ញុំអានតាំងពីនៅបឋមសិក្សាមកម្លេះបាទអញ្ចឹងបន្តរឿងទៅទៀតបាទអញ្ចឹងបាទពួកគាត់ក្រោយពីគាត់រៀនបានចេះចប់ហើយបាទពួកគេបានដើរទៅដល់មាត់សមុទ្រមួយកន្លែងហើយកុមារដែលចេះទាយក៏បានទាយទៅមើលថាតើព្រឹកហ្នឹងនៅព្រឹកបន្ទាប់នោះនឹងមានសត្វបាទថ្មាតយក្សឬក៏គេហៅថាសត្វអថៃលឹងបាទហត្ថៃលឹងបាទ
ពំនាងកញ្ញាឬជាព្រះរាជបុត្រីមួយអង្គហោះមកកាន់កន្លែងនេះបាទអញ្ចឹងគាត់ទាយដឹងបាទបរោះទី1នោះគាត់ទាយដឹងលុះព្រឹកឡើងសត្វនោះក៏ពំនាងនោះមកមែនបាទហើយបន្តមកទៀតកុមារដែលជាអ្នកចេះបាញ់បាទបាញ់ធ្លាក់សត្វនោះស្លាប់ហើយនាងនោះក៏ធ្លាក់ចូលទៅក្នុងទឹកបាទសមុទ្រផងដែរបាទកុមារចេះច្រមុជទឹកក៏ទៅស្រង់យកនាងសពនោះមកដាក់លើគោកបាទរួចឯកុមារចេះប្រុសក៏ប្រោះឲ្យនាងរស់ឡើងវិញបាទប្រោះឲ្យនាងជីវិតឡើងវិញបាទអញ្ចឹងរឿងយ៉ាងមួយទៀតបាទបន្ទាប់ពីនាងរស់ឡើងវិញកុមារទាំង4នាក់សុទ្ធតែបាទចង់បាននាងធ្វើជាភរិយាបាទតែគឺថានាងនោះគឺមានសម្រស់ស្រស់ស្អាតមែនតើស្រស់សុភាពមែនតើបាទអញ្ចឹងពួកគេបានឆ្លោះទាស់ទែងគ្នាហើយទីបំផុតក៏នាំគ្នាទៅជួបព្រះពោធិសត្វបាទរកពោធិសត្វឲ្យជួយកាត់សេចក្តីបាទពីព្រោះថាម្នាក់គឺសុទ្ធតែមានចំណេះបាទគឺមានថាអ្នកចេះទាយបើសិនជាគាត់មិនទាយក៏អ្នកទាំងអស់គ្នានឹងមិនដឹងថាមានសត្វមកដែរពំនាងនឹងមកដែរបាទហើយអ្នកបាញ់នោះបើគាត់ថាបើគាត់មិនបាញ់ធ្លាក់ក៏អ្នកទាំងអស់គ្នានឹងក៏មិនបាននាងនឹងមកដែរបាទហើយចំណែកឯអ្នកដែលទៅហែលទឹកមកយកនោះគឺបើមិនបានគាត់ហែលទៅយកនាងមកក៏នាងនោះក៏នៅក្នុងកណ្ដាលសមុទ្រដែលមិនអាចយើងយកមកបានដែរហើយចំណែកបរិសុទ្ធដែលចេះប្រុសនោះគឺថាទេមកពីគាត់ណែតែអ្នកប្រុសនឹងឲ្យរស់រៀនឡើងវិញបើមិនចឹងទេនាងនៅជាសាកសពនៅឡើយទេបាទដូច្នេះក៏ដណ្ដើមគ្នាចលឡើងកាត់សេចក្តីមិនបានបាទក៏នាំគ្នាបាទទៅប្តឹងដល់បាទព្រះពោធិសត្វតែម្ដងបាទជួយជំនុំសេចក្តីបាទបន្តមកទៀតបាទកុមារអ្នកទីបាទព្រះពោធិសត្វក៏បានទីថាក៏បានកាត់សេចក្តីថាបាទកុមារដែលជាអ្នកទីត្រូវបានជាឪពុកបាទរបស់នាងពីព្រោះអ្នកនោះបានដឹងថានាងនឹងមកមុនគេបាទបន្តមកទៀតកុមារដែលជាអ្នកប្រុសគឺត្រូវជាម្ដាយពីព្រោះបានធ្វើឲ្យនាងរស់ឡើងវិញបាទផ្ដល់កំណើតឲ្យនាងឡើងវិញបាទចំណែកឯបរិសុទ្ធដែលអ្នកបាញ់នោះត្រូវជាបងប្រុសព្រោះនាងត្រូវបានបាញ់សម្លាប់សត្វយៈនោះបាទជួយសង្គ្រោះជីវិតនាងនោះបាទចំណែកឯអ្នកច្រមុជទឹកត្រូវបានជាស្វាមីព្រោះនាងស្វាមីរបស់នាងពីព្រោះគាត់បានពាល់ត្រកងរាងកាយរបស់នាងមុនគេនិងជាអ្នកបាទស្រង់ចេញពីទឹកមកបាទលុះបានកាត់សេចក្តីដូចនេះហើយបាទកុមារបាទទាំង4នាក់បាទអធិស្ឋានផងបាទកុមារទាំង4នាក់នោះក៏ព្រមព្រៀងគ្នាបាទក្រោយមកទៀតក៏បានសុំឲ្យពោធិសត្វបាទបែងចែកបាទចាត់ចែងបាទវត្ថុអ្វីមួយទុកជាគ្រឿងសម្រាប់ឲ្យកូនចៅចំនួនក្រោយបានគោរពដល់មាតាបិតាបងនៅក្នុងពិធីមង្គលការបាទពោធិសត្វក៏ប្រទានគំនិតឲ្យយកផ្កាស្លាមួយខ្ទរឬក៏មួយជុំបាទមួយខ្ទរហ្នឹងបាទគឺយ៉ាងណាមកកញ្ចុំវាណាបាទមានទាំងស្មែងមានទាំងនេះទាំងអស់ណាមួយខ្ទរបាទមួយខ្ពរបាទយកដោតបំបែកជា3ដុំដែលជាប្រភពនៃផ្កាស្លា3តរៀងមកបាទហើយដោយដុំទី1គឺសម្រាប់ឪពុកបាទសម្រាប់ឪពុកហ្នឹងគឺយើងឃើញនៅក្នុងដូចក្នុងរូបភាពនៅខាងស្ដាំដៃនេះបាទដែលអ្នកសាឃើញគឺមានផ្លែស្លាបាទនៅលើកម្រងផ្កានោះគឺមានផ្លែស្លាដោតជាប់ផ្កាផ្លែស្លាចំនួន21បាទដែលជាបាទតំណាងឲ្យគុណរបស់ឪពុកហើយដុំទី2សម្រាប់ម្ដាយនៅកណ្ដាលនោះគឺបាទមានដោតជាប់នៅផ្កាស្លាចំនួន12បាទតំណាងឲ្យគុណរបស់ម្ដាយនិងដុំទី3គឺផ្កាស្លាចំនួន6បាទ6គឺបាទតំណាងឲ្យគុណរបស់បងបាទអញ្ចឹងគឺនៅដុំទី3ហ្នឹងបាទរឿងព្រេងនេះក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងប្រពៃណីខ្មែរ
បាទផ្កាស្លា3ដែលគេតែងតែប្រើប្រាស់នៅក្នុងពិធីមង្គលការខ្មែរជានិមិត្តរូបដ៏នៃការថ្លែងអំណរគុណនិងការតបស្នងសងគុណចំពោះមាតាបិតានិងញាតិសន្តានរៀងរៀងទាំងឡាយបាទដូច្នេះវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ដូច្នេះបាទអរលោកលោកស្រីប្រកាសជាបានយល់ដឹងហើយជាពិសេសអ្នកសិក្សាបាទបានយល់ដឹងថាទំនៀមផ្កាស្លា3នេះដែលតែងតែធ្វើប្រពឡើងនៅក្នុងពិធីការនេះពិធីមង្គលអាវិវានេះឬក៏អាពាហ៍ពិពាហ៍ដែលប្រពៃណីខ្មែរយើងបានធ្វើនោះគឺបាទចេញអំពីប្រភពនៃរឿងកុមារទាំង4ហ្នឹងបាទកុមារទាំង4បាទដូច្នេះសូមវីដេអូរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយបាទឃើញថាខ្ញុំបាទសូមអរគុណចំពោះសម្រាប់ការតាមដានទេសនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទដូច្នេះបាទខ្ញុំបាទសូមជូនពរឲ្យលោកលោកស្រីអ្នកសិក្សាបាទឲ្យជួបតែនឹងពុទ្ធពរ4ប្រការយុវណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ